សួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast ផ្លូវជីវិតជាមួយនាងខុងសុចិតាថ្ងៃនេះយើងមានប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយគិងជឿថានឹងផ្ដល់កម្លាំងចិត្តដល់បងប្អូនគ្រប់គ្នាគឺបើចិត្តយើងហ៊ានអ្វីក៏សម្រេចបានហើយនៅថ្ងៃនេះដែរយើងមានវត្តមានលោកគ្រូសារឿនដែលជាវិក្កាមិនកិត្តិយសនឹងមកជជែកទីភាសាជាមួយយើងសួស្តីលោកគ្រូបាទសួស្តីសុចិតានិងសួស្តីអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះដើម្បីចែករំលែកបទពិសោធន៍និងទស្សនៈជំវិញការប្រើប្រាស់ចិត្តជាកម្លាំងរុញច្រានឆ្ពោះទៅរកភាពជោគជ័យពិតមែនហើយលោកគ្រូពាក្យថាចិត្តហ៊ានជួនកាលយើងស្ដាប់ទៅដូចជាងាយស្រួលប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងមនុស្សភាគច្រើនតែងតែមានភាពភ័យខ្លាចតើលោកគ្រូអាចបញ្យល់បានទេថាតើអ្វីទៅជាអត្ថន័យពិតប្រាកដនៃពាក្យថាចិត្តហ៊ានក្នុងបរិបទនៃភាពជោគជ័យសំណួរល្អណាស់សុចិតាចិត្តហ៊ានវាមិនមែនមានន័យថាយើងមិនស្គាល់ពាក្យថាភ័យខ្លាចនោះទេមនុស្សគ្រប់គ្នាមានភាពភ័យខ្លាចជារឿងធម្មជាតិប៉ុន្តែចិត្តហ៊ានគឺជារបៀបដែលយើងសម្រេចចិត្តបោះជំហានទៅមុខទោះបីជាយើងកំពុងញ័រដៃញ័រជើងក៏ដោយវាគឺជាការយកឈ្នះលើសម្លេងក្នុងចិត្តដែលប្រាប់យើងថាឯងធ្វើមិនបានទេឬវាប្រហែលជាបរាជ័យកាលណាដួងចិត្តយើងដាច់ខាត់ហើយឧបសគ្គនៅចំពោះមុខនឹងក្លាយជាមេរៀនសម្រាប់ពង្រឹងសមត្ថភាពយើងទៅវិញអូហូស្ដាប់ទៅមានកម្លាំងចិត្តតែម្ដងលោកគ្រូចុះប្រសិនបើមានអ្នកស្ដាប់យើងម្នាក់គាត់ចង់ចាប់ដើមអ្វីថ្មីឧបមាថាចង់បើកអាជីវកម្មតូចមួយប៉ុន្តែគាត់ខ្លាចកាក់ខាតបង់តើលោកគ្រូមានដំបូងបានអ្វីខ្លះដើម្បីឲ្យគាត់មានចិត្តហ៊ានបោះជំហានដំបូងបាទសម្រាប់អ្នកដែលចង់ចាប់ដើមខ្ញុំចង់ប្រាប់ថាភាពភ័យខ្លាចកើតចេញពីភាពមិនច្បាស់លាស់កាលណាយើងមិនដឹងយើងនឹងខ្លាចដូច្នេះជំហានដំបូងនៃចិត្តហ៊ានគឺការស្វែងរកចំណេះដឹងគុំគ្រាន់តែហ៊ានដោយមានគោលដៅប៉ុន្តែត្រូវហ៊ានដោយមានការត្រៀមខ្លួនចូលចាំថាគ្មានអ្នកជោគជ័យណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេបើមិនហ៊ានចាប់ផ្ដើមថ្ងៃនេះគឺយើងបានបរាជ័យតាំងពីមិនទាន់ធ្វើបាត់ទៅហើយសាក់លបងសួរជួនឯងថាតើអ្វីដែលអាក្រក់បំផុតដែលអាចកើតឡើងហើយបើវាលទ្ធផលអាក្រក់មែនតើយើងអាចដោះស្រាយវាបានទេភាគច្រើនយើងនឹងឃើញថាយើងពិតជាអាចដោះស្រាយវាបានពិតមែនហើយលោកគ្រូការដែលយើងហ៊ានប្រឈមមុខនឹងចំណុចដែលអាក្រក់បំផុតធ្វើឲ្យញញឡើងសោកខ្លាចចុះចំណែកបរិយាកាសជុំវិញខ្លួនវិញលោកគ្រូជួនកាលយើងហ៊ានហើយប៉ុន្តែមនុស្សជុំវិញខ្លួនបែរជានិយាយបំបាក់ទឹកចិត្តយើងទៅវិញតែយើងគួរដោះស្រាយបែបណានេះជាចំណុចសំខាន់ណាស់សម្លេងជុំវិញខ្លួនអាចជាថ្នាំពេទ្យឬជាជីជាតិសម្រាប់ចិត្តរបស់យើងបើយើងចង់ហោះដូចអ៊ីនទ្រីយើងគុំនៅលេងជាមួយហ្វូងមាន់ចិត្តដែលហ៊ានត្រូវតែរងំគ្រប់គ្រាន់ដើម្បីបិទត្រចៀកចំពោះពាក្យរិះគន់ដែលគ្មានស្ថាបនាយើងត្រូវហ៊ានដើរចេញពីដំបូកសុវត្ថិភាព comfort zone និងហ៊ានដើរចេញពីមជ្ឈដ្ឋានដែលទាញយើងចោះជឿជាក់លើវិចារណញ្ញាណខ្លួនឯងព្រោះគ្មាននរណាស្គាល់សមត្ថភាពយើងច្បាស់ជាងខ្លួនយើងនោះទេនិយាយដល់រឿងនេះខ្ញុំនឹកឃើញដល់រឿងរ៉ាវផ្ទាល់ខ្លួនខ្លះៗដែរកាលពីមុនខ្ញុំក៏ធ្លាប់ខ្លាចក្នុងការនិយាយជាសាធារណៈដែរលោកគ្រូប៉ុន្តែដោយសារពាក្យមួយឃ្លាថាបើមិនសាកតើដឹងថាធ្វើបានដល់របៀបណាទើបខ្ញុំសម្រេចចិត្តកាន់មីក្រូហ្វូនរហូតមកដល់ថ្ងៃនេះឃើញទេសុចិតាជាឧទាហរណ៍ស្រាប់ការដែលសុចិតាហ៊ាននៅថ្ងៃនោះទើបធ្វើឲ្យមានពិធីការនីដល់ឆ្នាំនៅថ្ងៃនេះនេះហើយជាផ្លែផ្កានៃចិត្តហ៊ានអ្វីដែលយើងខ្លាចបំផុតជាញឹកញាប់គឺជាអ្វីដែលយើងត្រូវការធ្វើបំផុតដើម្បីរីកចម្រើនពិតមែនហើយលោកគ្រូឥឡូវយើងងាកមកមើលពីវិន័យវិញម្ដងតើចិត្តហ៊ានត្រូវការវិន័យមកភ្ជាប់ជាមួយដែរឬទេដើម្បីសម្រេចបានជោគជ័យធំដុំចាំបាច់បំផុតចិត្តហ៊ានគឺជាការបើកទ្វារប៉ុន្តែវិន័យគឺជាអ្នកនាំយើងដើរលើផ្លូវរហូតដល់គោលដៅបើហ៊ានតែមួយថ្ងៃហើយជប់សម្រាប់10ថ្ងៃក៏មិនអាចសម្រេចអ្វីបានដែរភាពហ៊ានត្រូវតែដើរទន្ទឹមនឹងការតស៊ូអត់ធ្មត់ពេលខ្លះយើងត្រូវហ៊ានបដិសេធការកំសាន្តសប្បាយមួយពេលដើម្បីពង្រឹងសមត្ថភាពនោះហើយជាការហ៊ានពិតប្រាកដគឺហ៊ានលះបង់ដើម្បីអនាគតខ្ញុំយល់ហើយលោកគ្រូមានន័យថាចិត្តហ៊ានមិនមែនគ្រាន់តែជាអារម្មណ៍ឆេះឈួនមួយឆាវនោះទេតែវាជាការប្រាជ្ញាចិត្តរយៈវែងលោកគ្រូជួយសម្រាប់យុវជនដែលកំពុងបាត់បង់ទំនុកចិត្តលើខ្លួនឯងដោយសារការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃតាមបណ្ដាញសង្គមវិញតើពួកគាត់គួរមានចិត្តហ៊ានបែបណាសម្រាប់យុវជនខ្ញុំចង់ប្រាប់ថាចូលកុំប្រៀបធៀបទំព័រទី1របស់អ្នកទៅនឹងទំព័រទី20របស់អ្នកដទៃម្នាក់មានដំណើរជីវិតរៀងៗខ្លួនចិត្តហ៊ាននៅទីនេះគឺហ៊ានធ្វើជាខ្លួនឯងហ៊ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនហើយហ៊ានកែប្រែវាគុំខ្លាចដែលមើលទៅអន់ជាងគេនៅថ្ងៃនេះប៉ុន្តែធ្វើខ្លាចដែលខ្លួនឯងនៅដដែលនៅឆ្នាំក្រោយហ៊ានផ្ដោតលើការរីកចម្រើនផ្ទាល់ខ្លួនជាងការចង់បានការសរសើរពីអ្នកដទៃពិតជាអស្ចារ្យណាស់រាល់សម្ដីរបស់លោកគ្រូសុទ្ធតែជាមេរៀនជីវិតមុននឹងបញ្ចប់កម្មវិធីតើលោកគ្រូមានសារចុងក្រោយអ្វីខ្លះដើម្បីផ្ញើជូនអ្នកស្ដាប់ដែលកំពុងតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្តធ្វើអ្វីមួយបាទសារចុងក្រោយរបស់គីមគឺពិភពលោកនេះជារបស់អ្នកដែលហ៊ានកុំទុកឲ្យការសោកស្ដាយនៅពេលចាស់ទៅកើតមានឡើងដោយសារតែយើងមិនហ៊ានធ្វើវានៅពេលយើងនៅមានឱកាសចូលប្រើចិត្តរបស់អ្នកនាំផ្លៃប្រើខួរក្បាលរបស់អ្នកសម្រាប់រៀបចំផែនការហើយប្រើដៃជើងរបស់អ្នកដើម្បីអនុវត្តបើចិត្តអ្នកហ៊ានឧបសគ្គនឹងខ្លាចជាជំដាយហើយអ្វីដែលអ្នកប្រាថ្នានឹងស្ថិតនៅគ្រឿងដៃរបស់អ្នកចូលជឿជាក់លើខ្លួនឯងអរគុណលោកគ្រូសារឿនខ្លាំងណាស់សម្រាប់ពាក្យពេចន៍ដ៏មានតម្លៃនៅថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកស្ដាប់ទាំងអស់គ្នានឹងទទួលបានធម៌ពលវិជ្ជមាននិងភាពក្លាហានដើម្បីបន្តក្តីសុបិនរបស់ខ្លួន
จองจำท่าเจ็ดเฮียนน้อมตรกเพียบจกใจสำหรับថ្ងៃนี้นิ่งคณิมสุจิตาหนึ่งโลกรูสาเรือนส้มจำเรียบเลียหนึ่งจูบเฮียนเนื้อเพียกร่อยส้มสำนางลอ